សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីរបៀបងាយៗក្នុងការធ្វើបង្អែមបបរក្របត្នោតជាមួយនឹងគ្រឿងផ្សំរបស់យើងមានពោត2ផ្លែមានត្នោតមានខ្ទិះដូងមានស្ករមានម្សៅសាគូហើយនិងទឹកដោះគោហើយគ្រឿងផ្សំទាំងនោះអ្នកទាំងអស់គ្នាអាចទិញនៅតាមផ្សារបានណាងាយស្រួលរកទេហើយយើងអាចធ្វើញ៉ាំជុំគ្រួសារចុងសប្តាហ៍បានអ្នកគ្នាបង្កើតភាពស្និទ្ធស្នាលហើយសម្រាប់ត្នោតរបស់យើងយកវាមកធ្វើការបកសម្បកចេញយើងអាចធ្វើទាំងសម្បកបានទេយើងបកវាឲ្យស្អាតហើយទាំងអស់គ្នាហើយយើងចង់ចិតក៏បានយើងចង់បកក៏បានតែយើងបកថ្នមអ្នកនរគ្នាកុំឲ្យខ្ទាតទឹកត្នោតនឹងចេញព្រោះរសជាតិវានៅក្នុងទឹកត្នោតហ្នឹងហើយអ្នកនរគ្នាមុនដំបូងខ្ញុំធ្វើការបកមិនតែដោយសារតែពេលបកទៅវាពិបាកពេកចឹងក៏ខ្ញុំសម្រេចចិត្តយកកបិតយកមកចិតប៉ុន្តែយើងចិតថ្នមអ្នកនរគ្នាកុំឲ្យអស់សាច់បើយើងអស់សាច់យើងអត់មានថ្នោតធ្វើបង្អែមទេសម្រាប់ការចិតអ្នកទាំងអស់គ្នាត្រូវចិតវាឲ្យថ្នមបំផុតថ្នមតាមលទ្ធភាពដែលអាចធ្វើទៅបានដោយស្នេហាដំបូងចឹងអ្នកគ្នាបើយើងកាន់តែថ្នមមានន័យស្នេហាយើងកាន់តែផ្អែមហើយដូចគ្នាថ្នោតនេះបើយើងកាន់តែចិតថ្នមវាកាន់តែនៅរូបរាងដើមវានឹងនៅរសជាតិផ្អែមដូចស្នេហាយើងចឹងក្រោយពីចិតអស់រយៈពេលស្ទើរតែ10ម៉ោងយើងទទួលបានត្នោតមួយដែលរូបរាងវាសាច់វាសដូចចានហ្នឹងអ្នកគ្នាហើយយើងហាន់វាឲ្យតូចៗមកដើម្បីឲ្យវានៅរូបរាងទូចងាយស្រួលក្នុងការធ្វើបង្អែមឲ្យវាចូលជាតិបានល្អបន្ទាប់មកទៀតយើងយកពោតចំនួន2ផ្លែរបស់យើងហើយយើងបកសម្បកវាអ្នកទាំងអស់គ្នាបកឲ្យស្អាតមកហើយយើងបោចសក់អ្នកទាំងអស់គ្នាកុំភ្លេចបោចសក់វាស្អាតអ្នកទាំងអស់គ្នាហើយយើងធ្វើការចិតវាតាមតូចធំតាមចំណង់ចំណូលចិត្តបើអ្នកទាំងអស់គ្នាពេលចង់ហូបផ្អែមទៅចង់បានគាត់ធំចិតក្បិតធម្មតាមកតែបើចង់បានទូចចិតរវត់មក2ហើយនេះជាម្សៅសាគូរបស់យើងអ្នកទាំងអស់គ្នាយើងដាក់ត្រាំទឹកទុកចោលហើយយើងយកឆ្នាំងមកយើងដាក់ទឹកពាក់កណ្ដាលមកហើយនេះជាគ្រឿងផ្សំយើងដែលមានស្រាប់យើងចិតរួចរាល់ហើយយើងទឹកពុះយើងធ្វើការចាក់ពោតចូលអ្នកទាំងអស់គ្នាអាចចាក់ពោតមុនដោយសារតែពោតយើងអាចហូបឆៅបានតែបើថ្នោតយើងអាចហូបឆៅបានទីយើងដាក់ពោតមុនហើយវាពុះទៅយើងកូរវាឲ្យសព្វទៅបន្ទាប់ពីយើងដាក់ពោតហើយវាពុះយើងចាក់ត្នោតចូលអ្នកទាំងអស់គ្នាហើយយើងកូរត្នោតឲ្យពោតឲ្យវាសព្វកូរវាឲ្យសព្វទៅយើងដាក់វារំងាស់ចោលទាំងអស់គ្នាបន្ទាប់ពីត្នោតពុះរួចរាល់យើងចាក់ម្សៅសាគូចូលហើយយើងរំងាស់វាឲ្យឆ្អិនម្សៅសាគូកូរវាឲ្យសព្វរួចរាល់យើងធ្វើការចាក់ស្ករចូលអ្នកទាំងអស់គ្នាស្ករនេះអាចដាក់ល្មមសិនកុំឲ្យវាផ្អែមពេកដោយសារតែយើងប្រើជាមួយនឹងទឹកដោះគោខាប់ដែរដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយយើងធ្វើការកូរទឹកដោះគោឲ្យវាចូលគ្នាបានល្អដោយសារតែបើយើងអត់កូរវានឹងអាចកកឬក៏ខ្លោចនៅក្នុងឆ្នាំងហ្នឹងបន្ទាប់ពីវាពុះអ្នកទាំងអស់គ្នាធ្វើការកូរវាឲ្យសព្វកុំឲ្យវាកកនៅម្សៅសាគូហើយយើងកូរវាហើយបន្តមកទៀតយើងធ្វើការចាក់ខ្ទិះដូងចូលហើយខ្ទិះដូងអ្នកទាំងអស់គ្នាដាក់កាន់តែច្រើនរសជាតិកាន់តែឆ្ងាញ់បន្ទាប់ពីយើងដាក់ខ្ទិះដូងរួចរាល់ហើយអ្នកទាំងអស់គ្នាដាក់រង្ងាស់វាទុកចោល5ទៅ10នាទីដើម្បីឲ្យវាចូលជាតិគ្នាជាមួយនឹងបង្អែមរបស់យើងហើយបន្ទាប់ពីយើងរង្ងាស់រួចរាល់មានន័យថាយើងទទួលបាននូវផលិតផលសម្រេចមួយហើយយើងដួសដាក់ចានមកអ្នកទាំងអស់គ្នាចាំឲ្យទៀតបង្អែមបបរត្នោតជាមួយនឹងពោតក្រហមយើងរួចរាល់ហើយយើងដួសដាក់ចានដើម្បីធ្វើការភ្លក់ឲ្យអ្នកទាំងអស់គ្នាមើលថាតើវាមានរសជាតិឆ្ងាញ់ឬយ៉ាងណាអ្នកទាំងអស់គ្នាយើងដួសមួយចានហ្នឹងមកអ្នកទាំងអស់គ្នាឃើញអត់គាត់តែមើលលើរូបរាងក៏ដឹងថាវាឆ្ងាញ់ដែរអ្នកទាំងអស់គ្នាតោះឥឡូវបងប្អូនទាំងអស់គ្នាយើងមកភ្លក់ជាមួយនឹងបុរសកំសត់ស្នេហ៍ម្នាក់នេះថារសជាតិវាឆ្ងាញ់យ៉ាងណាអ្នកទាំងអស់គ្នាគ្រាន់តែឃើញមាត់ខ្ញុំអ្នកទាំងអស់គ្នាឲ្យរ៉េតប្រមាណបើខ្ញុំរ៉េតឲ្យ9លើ10សំខាន់រសជាតិគឺឆ្ងាញ់ខ្លាំងទាំងអស់គ្នាបើអ្នកដែលគាត់ចូលចិត្តហូបបបររៀងក្តៅអ្នកទាំងអស់គ្នាបាច់ដាក់ទឹកកកឯងតែខ្ញុំចូលចិត្តប្រភេទផ្អែមដាក់ទឹកកកអញ្ចឹងខ្ញុំដាក់ទឹកកកទៅរសជាតិវាកាន់តែឆ្ងាញ់នេះទាំងអស់គ្នា
หมดมันออกนี่ไปจบโอ้เจียดสลับมองออกเด้อแต่ถ้าอัดงานก็อัดเชื่อได้